សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការលាក់ទិន្នន័យនៅក្នុង cell របស់កម្មវិធី Microsoft Excel ដោយប្រើប្រាស់ custom format អញ្ចឹងដើម្បីឲ្យដឹងថាខ្ញុំកំពុងតែនិយាយពីអីហើយចង់ធ្វើអីឥឡូវយើងទៅមើលយើងទៅបើក Excel ទាំងអស់គ្នានៅក្នុងនេះខ្ញុំមាន table មួយទិន្នន័យទាក់ទងនឹងបុគ្គលិកអញ្ចឹងនៅក្នុង field salary នេះខ្ញុំចង់លាក់ទិន្នន័យនេះដោយសារទិន្នន័យនេះខ្ញុំបាន reference វាចេញពី sheet ផ្សេងបាទខ្ញុំទាញវាចេញពី sheet ផ្សេងហើយយើងចង់លាក់វាអញ្ចឹងហេតុអីបានយើងចង់លាក់វាមិនឲ្យគេឃើញព្រោះពេលខ្លះទិន្នន័យក្នុង Excel នេះគឺយើងត្រូវយកទៅវិភាគសាជាមួយសហសេវករបស់យើងឬក៏ពេលខ្លះមានផ្នែកដែលពាក់ព័ន្ធកន្លែងធ្វើការយើងផ្សេងគាត់ចង់មកមើល file ហ្នឹងហើយយើងអត់ចង់ឲ្យគាត់ឃើញពីព័ត៌មានដែលចាំបាច់ដែលពេលខ្លះព័ត៌មានខ្លះចាំបាច់យើងត្រូវលាក់យើងអាចលាក់បានអញ្ចឹងអ្នកទាំងអស់គ្នាអាចសួរថាចុះយើងអាច hide column បានអត់បាទយើងអាច hide column បានគុណវិបត្តិនៃការ hide column គឺមានន័យថាយើងបាត់ព័ត៌មានទាក់ទងនឹង field នឹងមួយបាទក្នុងវីដេអូនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាពីរបៀបលាក់ទិន្នន័យនៅក្នុង cell អញ្ចឹងជាដំបូងយើងត្រូវ select តើ cell ណាខ្លះដែលយើងចង់លាក់យើង select មកហើយបន្តមកទៀតយើងអាចចូលក្នុង home tab នេះហើយនៅផ្នែក group number នេះយើងអាច click ជ្រុងខាងក្រោមខាងស្ដាំនេះដើម្បីយើងទៅកាន់ format cell format បាទឬក៏លោកអ្នកអាចប្រើ shortcut key press control ហើយនឹងលេខ1មកបាទហើយចេញដូចគ្នាអញ្ចឹងយើងបន្តមកទៀតយើងយក custom format នេះហើយយើងដាក់កន្លែង type នេះយើងដាក់ semicolon 3 ដងបាទតមកចុច OK ពេលនេះយើងអាចលាក់ព័ត៌មានបានអញ្ចឹងបើសិនជាយើងចង់បើក file នឹងភាសាជាមួយអ្នកផ្សេងឬក៏សហសេវករបស់យើងហើយព័ត៌មានដែលចាំបាច់មួយចំនួនយើងអាចលាក់តាមវិធីនេះអរគុណសម្រាប់ការទស្សនាអាចចុះឈ្មោះជាមួយ YouTube Channel របស់ខ្ញុំដើម្បីបានវីដេអូមើលផ្សេងទៀតបាទ